បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាមួយថ្ងៃនៅក្នុងខេត្តសៀមរាបទាំងអស់គ្នាបាទសូមអរគុណសុខសប្បាយជាទេបងប្អូនបាទប្រហែលអ្នកដែលចង់បានមុខរបរដែល honeymoon ក៏ធ្លាក់លុយខ្ញុំរកអាហ្នឹងរកអាចចឹងយូរឯណាបាទជាក់ស្ដែងមែនបទពិសោធន៍ពិតបាទខ្ញុំក៏ឆ្លងកាត់ដែរជាទូទៅបងប្អូនប្រហែលអ្នកដែលធ្លាប់គេបោកមានទេមើលសំលឹកដៃមើលចង់ដឹងបាទអូនេះធ្លាប់បោកខ្ញុំឆ្លងកាត់ក្រុមហ៊ុនបណ្ដាញច្រើនបាទមិនឆ្លងកាត់ច្រើនជោគជ័យទេណាឆ្លងកាត់ច្រើនអស់លីងបាទអញ្ចឹងមុននឹងស្គាល់អាតូមីនៅក្នុងឆ្នាំ2014ខ្ញុំបាទឆ្លងកាត់ក្រុមហ៊ុនបណ្ដាញច្រើនបាទអត់ដាក់ពណ៌ទេដោយសារវា logo របស់ក្រុមហ៊ុនគេក្រុមហ៊ុនគេខ្លះក្រុមហ៊ុនខ្លះដែលខ្ញុំចេញមកនេះអត់ទាន់ដួលនៅឡើយទេមិនមែនក្រុមហ៊ុនគេបោកទេតែយើងធ្វើអត់គ្រប់លក្ខខណ្ឌគេវាពិបាកពេកបាទចឹងនៅក្នុងចំណោមនេះមានក្រុមហ៊ុនដាក់លុយវិនិយោគបាទដាក់លុយបានលុយតែជាក់ស្ដែងដាក់អត់ដែលបានទេដាក់បាត់បាទទិញភាគហ៊ុនប្រេងទិញភាគហ៊ុនមាសបាទបើយើងទិញមាសហ្មងវាបានមាសយកមកដាក់នៅផ្ទះណាតែនោះទិញបានតែអាกระดาษគេបញ្ជាក់ថាយើងបានឆ្លងកាត់ការវិនិយោគបាទតែអត់បានទេចុងក្រោយអាវិនិយោគប្រេងក៏អត់មានបានប្រេងដែរបើយើងទៅទិញសាំងទុកក៏បានចាក់ឡានដែរណាអានេះអត់ទាំងអស់ស្អីក៏អត់ដែរបាទឆ្លងកាត់អស់ហើយរសជាតិនេះបាទអញ្ចឹងខ្ញុំបានស្គាល់ក្រុមហ៊ុនអាតូមីនៅក្នុងអំឡុងឆ្នាំ2014បាទពេលហ្នឹងមាន sponsor កូរ៉េគេបានណែនាំបាទណែនាំហៅទៅញ៉ាំដំបូងបើអត់ហៅទៅញ៉ាំអីគឺអត់ទៅទេបាទហៅទៅញ៉ាំអីដំបូងថាអូគេគៀងកោថាទៅញ៉ាំអីអញ្ចឹងយើងត្រូវទៅញ៉ាំនឹងគេទៅឬសូញ៉ាំគេហៅញ៉ាំអីទៅអត់បងប្អូនបាទ free ហ្នឹងទៅដល់ពេលទៅញ៉ាំអីញ៉ាំបានអត់ទាន់បាន5ម៉ាត់សុបួរផងគេលើកក្តារខៀនមកអូថាអូទៀតមកគូហៅមូទៅញ៉ាំអត់ទាន់ថងមាត់ផងអញ្ចឹងអូបើជ្រុលឲ្យយើងញ៉ាំបោះគេហើយយើងស្ដាប់ទៅបាទស្ដាប់ឡើងអូអីដូចតំណងដែរតាចុះឈ្មោះ free ចុះឈ្មោះ free ចុះគេឯងចុះយើងចុះយកទីតាំងសិនណាបាទចុះហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគាត់ថាបើសិនជាអ្នកណាធ្វើទីផ្សារគឺគាត់នាំទៅរោងចក្រផ្ទាល់ចង់នេះយើងនាំទៅរោងចក្រផ្ទាល់ខ្ញុំសួរថានាំទៅហ្នឹង free ឬក៏អស់លុយគេថាអត់ទេនាំទៅ free ហ្មងចុះនាំទៅ free ទៀតគ្រាន់អា free អញ្ចឹងយូរដល់ពេល free ទៅឯងបងប្អូនទៅបាទងាយណាគេហៅទៅកូរ៉េ free បាទហេងមកហើយថាវាមិនដែលគេបោកទៀតទេបាទព្រោះយើងអត់ដាក់តាំងចិត្តហើយតែគេហៅទៅណាគឺមិនដាក់លុយមកហ្មងអត់ដាក់ជាប់ខ្លួនមកទេខ្លាចតែគេហៅដាក់កញ្ចប់ដាក់អីបាទតែតាក់ញៀនបានក៏មិនដាក់មកដែរបាទអញ្ចឹងខ្លាចគេបោកទៀតបាទអញ្ចឹងគេហៅឲ្យទៅកូរ៉េទៅបាទមានអី sponsor កាលនោះImperial យើងនេះ Imperial លីហេចុងគាត់អ្នកបោះមេហ្មងគាត់អ្នកហៅទៅគាត់អ្នកចេញលុយអីទាំងអស់អញ្ចឹងយើងក៏ប្រកួតហ៊ានធានាយើងទៅយើងក៏ហ៊ានទៅដែរបាទហ៊ានទៅដែរអញ្ចឹងពេលដែលទៅដល់រោងចក្រទៅដល់អីហើយបានឃើញថាអេក្រុមហ៊ុនគេដូចតំណងដែរបានន័យថាខ្ញុំចាប់ដើមគិតឡើងវិញថាចំធ្វើអាបណ្ដាញនឹងយូរហើយច្រើនក្រុមហ៊ុនហើយមិនដែលក្រុមហ៊ុនណាហៅទៅឲ្យឃើញរោងចក្រផលិតទេអត់ដែលមានទេសុំទៅអស់លុយខ្លួនឯងក៏គេអត់ឲ្យទៅដែរបានគេព្យាយាមលាក់ប្រភពហ្មងអត់ឲ្យយើងដឹងទេថាផលិតផលគេចេញមកពីណាបាទហើយបែបពេលដែលគេធ្វើបទបង្ហាញដូចអញ្ចឹងគ្រប់ក្រុមហ៊ុនដែលខ្ញុំធ្លាប់ឆ្លងកាត់
vậy là hốt bà ô sao tao office nó đủ bay nó Hong Kong na bà tay bà dân trong tới to mình nghĩ ở dân tới thì chưa dùm lẹ dân cướp cái lại bà chắc ban này thay nhâm kết thả trộm cầm hồn ấy ban này thay bứt bóc cái bàn cái hào dân tới đo tại một đó còn HP để nhâm tới lược tim môi nắng á ở đội bọc ôn tới xa khỏi ở cầm hồn thôm hào vậy cái nó cầm hồn ở thôm vào má này tôi là lão vậy bà nơi tôi là lão vậy bàn tay ở vậy để dân mơ khơi ha chá cứ dân khơi nè rong chạ nè bạn này chỉ rong chạ mới đã supply oi platform tô mỹ hay nơi không nắng cái mền supply oi tại tô mỹ thế sự tầm mạ brand thom bà chắc bạn này thằng quân tập hiệp platform tô mỹ cứ chả bà chấm được lại này hay bà sân thì dân mơ tới lớp platform tô mỹ với đầm lái cứ từ tua cho bà này bảo vốn bà thằng năm đột mình mới chiên bay hiểu tăng pi chân hoàn nắng máu mình làm thay lấy tầm làm pi đô la nè bảo vốn đọc cho năm ấy nè bà làm tầm pi đô la dân ở lợi khối nè chắc mà này tha tiếng đầm lái tiếng quân lập hiệp nhưng mơ khi tha dương ai thưa tít xa này sọc mày bạn anh ấy như cùng tục không chặt thầy và ăn dễ vậy đăng không chặt luôn ai nhỉ hay một tiết châu tầm mơ không dịch ha là style tầm mối vậy nè tay khối cả đôi khi này đại cầm hôn tìm mối vô tầm mơ rong chạ phật tập tranh mơ rong chạ châu dịch ha là bà ta dịch ha là cái nhóm châu từ bốn á vì cha thằng tha nè châu sốt ta mà đủ cha không mấy tại nhóm mà nè rất là cha mong trông như này trông network cái sự cha chứ và ở đây khơi nhưng thôi là cho bọn anh xem thấy cái miền khmer miền cha hay lý long hết là bây giờ tô mấy rất ta mà được cha mong rất là cha trông bà này tha can đóng á bom ổn tô mấy toàn là bấy nè để thưa tô mấy số tem mà đủ cha chùm rồi bà này tha chùm rồi hay bảo mà tơ thằng mà tô mấy tơ mà tô mấy sao nè chùm rồi hay tới na cả kia lên từ tua đây nè khác khôi credit CDC hẳn lên nhỉ bà sao tới đôi cạn đấy nhung nhá cái bao hẳn lên nhỉ bà hay nè khác tới có phật ở dụ ca nghe bà họ ca nghe thơm đắng thưa ấy có máu tô mi nâng từ bà tay bà mơ khối mà vinh nè tới cho nó ăn khối sao tới khmer tao khmer mà bị nè mà bị nè chăng ai sao tới chỉ con bao nè châu xử lý môn bà bộ con nè cha chắn tới cái hồ lôi bạn nói mà vẹn lắm cái sao tại châu chơi con xa khỏi cái châu thừa tô mi chẳng bà là chạy style đi quạt chăng bốc quạt châu con bờ xa bà bong thay ôn thay châu sang hay vậy đó mà pu chứ nâng bà sân chỉ có đông hơn bao men nhưng chưa tham mền chẳng vì ai nòm mà pu tại cái bao to cái này mày này bà mày nói bao vốn bà chắc bao ngày ní máu trong cái lại lọ nè xong tiệt đại chung luôn này mùi ở đây nhom khơi môi tiết cứ khơi CEOประเทศกรมหนนังตั้งไปยมทลอบโจรวมเน็ตเวิร์กเซ็งเซย์nhauตะกายcáiรักมาเบิ้ลงี้มาชูบยืงเต้ใต้ยืงเชียร์เขมรมาปีประเทศโต๊ดบ่าเขมรเหมือนเนี้ยจ้าซอเหมือนเนี้ยตรมด้วยการนัสตามาสเตอร์เยนลีประเทศน่ะเก็บบอกได้แค่นี้สตาร์สีเก็บบอกตัวสัตย์ใหญ่บ่าhay máu hay gì ốm đắng máu bị nát đôi squat chứ đôi chơi squat chứ bình cá máu rẽ tẹt rồi ria trong cái nào từ cái cầm hôn cái trắng nào bà vậy tới cứ quát đặt luôn mền tèn nhưng mà đây khơi nào mà nó chọc chay na chẳng bà chẳng cứ chia rám môi để play vì ở vậy để dân lọp trồ rúm á nè bà máu xoa công như hao trồ tới cái tục bóc quát tèm đòn bà xua nuông xua sọc tục phèp đi cầm rốn bóc quát thế ta quát chẳng chui không ai chơi mà quát bao ta bà quạt sân giá thật trong tim mỗi trong đặt xa khá nơi bậc tây khmer bổn té ở vậy để sầm khán trời tầm miền nè thua tim xa nơi sọc khmer sân bà phố miền nè mau của riêng chớn này miền nè mẹn tại nhóm tập bốn này nuông ban này tham sponsor những nuông chuyên khmer mauประมาณ chương hay bổn té nuông hay sôi ta vinh được cái mau ta đa lên cái tơ bạt bao khẩu bài chẳng là sao được nhóm hay nâng ประมาณ này để máu nữa chồng thấy cái đồng phun bà sân chỉ đặt sọc khmer mến hay quạt vậy pi cầm rong ta quạt trăng chui mình nuôi thua bài mệt chẳng á này là rồi ta bà thưa tới thì mỗi dự bàn chip dự bàn một lọ bò mới vừa chụp bàn lò bà cầm hôn kế vừa thùng đài bà tí phí là tập phá về lọ cái nan nom cho sọc khmai dướng bong ôn khmai bị chia chôn dướng pra bò hà tô mỹ lọ tới có thì mới có bàn sạch đây bà ro lôi bán có tinh là phá pra tới sạch đây sạch sọc phê lọ bà giờ ấy bà vốn bà chẳng bao cái nhưng cái thằng bao khmai thì
bà tí bấy bà sân chỉ bật đợi mọt có tha mến là ó bà có cho mà chuối ta lấy chặt đây bà ôn mở quạt chuối mền quạt chuối mền hay quạt mà đã xa kha nó rồi không ai mền bà chẳng này cứ chỉ chấm nói mỗi đài bị xe mình tên ở đài miền này hay bà ôn kết mớ bật tê không ai ở trăm bách thử mà đã xa kha muốn này thử đã thay đã mà lẽ đã sang Singapore muốn ta mà đã không ai dương muốn hoàng ấy đi Việt Nam toàn ban bao không không ai dương bao chỗ đọc cho nam mặt hay này bà ôn kết mớ bà sẽ tự cách chia chốn áក្រុមហ៊ុនធំៗគេមើលទៅលើសេដ្ឋកិច្ចមើលទៅលើ GDP ចំនួនប្រជាជនហេតុអីបានត្រូវដាក់ខ្មែរយើងមុនត្រូវដាក់វៀតណាមមុនបាទវៀតណាមហងៃនេះអត់តចុះឈ្មោះបានស្រួលបួសផងតែខ្មែរយើងអ្នកខ្លះ ID អីឡើងតំណែងអស់លេងបាត់ហើយចឹងបានថាគាត់ចង់ជួយខ្មែរយើងពិតប្រាកដមែនចឹងកន្លែងហ្នឹងឯងដែលធ្វើឲ្យខ្ញុំមានឆន្ទៈមកថាមកវិញគឺត្រូវតែធ្វើហ្មងបាទចឹងពេលដែលត្រឡប់មកវិញអត់និយាយច្រើនទេខ្ញុំរត់ពីក្រុមហ៊ុនផ្សេងបាទបិទលេខទូរស័ព្ទដូរចោលទៅអស់ Facebook អីតម្លាក់ចោលអស់ដើម្បីកុំឲ្យគេរកមុខយើងបាទអញ្ចឹងចាប់ផ្ដើមងាកមកធ្វើអាតូមីហើយមកធ្វើអាតូមីបងប្អូនណាការជំនាន់ហ្នឹងមិនមែនស្រួលណាចុះឈ្មោះត្រូវការអត្តសញ្ញាណប័ណ្ណលេខទូរស័ព្ទអ៊ីមែលសភៅធនាគារទៀតបាទបងប្អូនទៅណែនាំគេយកអត្តសញ្ញាណប័ណ្ណពិបាកម្ដងហ្នឹងមែនទេចុះទៅយកសភៅធនាគារគេទៀតបាក់ឯងកាន់តែពិបាកហើយផលិតផលគេអត់ទាន់ស្គាល់ទៀតឲ្យគេប្រើ free គេអត់ប្រើទេបាទមិនដូចឥឡូវសាកឲ្យ free លោមើលសាកឲ្យ free លោមើលយកបាត់លើហ្នឹងបាទអញ្ចឹងអ្នកដែលធ្វើក្រោយគឺស្រួលណាស់បាទអ្នកដែលចូលដំបងគឺពិបាកមែនតើពិបាកធ្វើណាស់ហើយអត់ទាន់ចេញលុយទៀតបងប្អូនគិតមើល2014ណាស៊ូរហូតដល់ក្រុមហ៊ុនបើកនៅក្នុងឆ្នាំ2016ស្មើនឹង2ឆ្នាំពេញអត់មានបានលុយទេបាទបងប្អូនណាដែលស្ម័គ្រចិត្តធ្វើការអត់យកលុយ2ឆ្នាំពេញកើតមិនងាយទេបាទតែដោយសារតែយើងបានទៅផ្ទាល់ហ្នឹងឃើញចក្ខុវិស័យរបស់ក្រុមហ៊ុនឃើញតកែក្រុមហ៊ុនឃើញការបង្ហាញឆន្ទៈរបស់គាត់អញ្ចឹងមកគឺធ្វើឲ្យទឹកចិត្តយើងហ្នឹងគឺត្រូវតែធ្វើដាច់ចិត្តត្រូវតែធ្វើហ្មងបាទអញ្ចឹងបានន័យថាដូចសរុនរស់គាត់និយាយអញ្ចឹងគឺធ្វើមិនមែនបានតែខ្លួនឯងបានទាំងអស់គ្នាតែធ្វើទៅបានទាំងអស់គ្នាហ្នឹងបាទអញ្ចឹងធ្វើមួយបានច្រើនមុខគួរតែធ្វើឲ្យបងប្អូនកាលនោះបើសិនជាបងប្អូនជាខ្ញុំវិញធ្វើបាទធ្វើអញ្ចឹងមើលអ្នករត់អស់ច្រើនណាស់មិនមែនបើសិនជាខ្ញុំបើក ID ខ្ញុំវិញចាប់ពីខ្ញុំចុះឈ្មោះអីគេសឹងតែខ្មៅទាំងអស់បាទនៅសល់តែប្រមាណទេដែលធ្វើសល់ដល់ចុងក្រោយឥឡូវអ្នកដែលចុះឈ្មោះជំនាន់នោះដាច់អស់ហើយបាទចឹងនេះគឺជាចំណុចដែលចាប់ផ្ដើមបាទក្នុងឆ្នាំ2016ពេលដែលក្រុមហ៊ុនបើកចុងឆ្នាំខ្ញុំឡើង Sales Master បាទផុតពីហ្នឹងទៅចាប់ផ្ដើមឡើង Diamond Master ក្នុងឆ្នាំ2017ហើយក៏ចាប់ផ្ដើម Auto Sale ទៅតែម្ដង2018ឡើង Saron Ross ហើយចាប់ផ្ដើម Auto Diamond បាទអញ្ចឹងមុននឹងធ្វើកាន់តែខ្លាំងបានន័យថាពេលខ្លះនៅតែសង្ស័យខ្លួនឯងទៀតមិនដឹងថាមិនអីមិនព្យាយាមទៅក្រៅប្រទេសទៅមើលសាខាដែលក្រុមហ៊ុនបើកខ្លាចក្រុមហ៊ុនថាតមាត់ថាបើកប្រទេសនេះបើកប្រទេសនោះជាក្រុមហ៊ុន global ខ្លាចក្រុមហ៊ុននិយាយតមាត់ព្រោះក្រុមហ៊ុនខ្លះនិយាយតមាត់មែនតិចស្ដែងទៅអត់មានទេបាទអញ្ចឹងក៏ចាប់ដើមទៅមើលការសម្ពោធការអីគឺគេបើកមែនសាខាមានទាំងអស់បាទបងប្អូនអញ្ចឹងកុំបារម្ភថាក្រុមហ៊ុនបោកអត់បោកទេបាទនេះគឺជាដៃគូរបស់ខ្ញុំនៅក្នុងប្រទេសហ្វីលីពីនយើងបើក center នៅហ្វីលីពីនបាទ2កន្លែងចឹងនៅក្នុងឆ្នាំ2019ខ្ញុំឡើងជា Star Master ហើយកាលនោះគឺគោលម្ដងដាក់គោលដៅយកចូល Young Leader Club ទេតែដល់ពេលយើងដាក់គោលដៅទៅពេលដែលធ្វើជាក់ស្ដែងវាចេញលទ្ធផលអត់ទៅវាចេញចូល Leader Club វិញបាទនេះគឺជាមុខរបស់ខ្ញុំស្អាតទេបងប្អូនបាទស្អាតណាស់បាទអញ្ចឹងបានន័យថាការងាររបស់យើងធ្វើទៅបានទាំងសម្រស់បានទាំងសុខភាពបានទាំងលុយបាទបងប្អូនចង់បានលុយទេតើមានក្រុមហ៊ុនណាតើមានមុខរបរអីដែលអត់ចាំបាច់ចំណាយដើមទុនធំហើយយើងអាចបានត្រឡប់មកវិញច្រើនកម្រមានណាមែនទេតែអាតូមីមានបងប្អូន
បងប្អូនបូកដកគុណចែក commission របស់ក្រុមហ៊ុនណាចុងក្រោយបំផុតនៃការធ្វើជំនួយអាតូមីមួយខែក៏យើងបានខ្ទង់ល្បាក់$10,000ដែរតែបងប្អូនមើលការចូលចាប់ផ្ដើមដំបូងតើបងប្អូនត្រូវវិនិយោគលុយរាប់$10,000អត់ទេបាទចុះបើសិនជាបងប្អូនចង់បានលុយ$1,000ឧទាហរណ៍ចង់ជួលផ្ទះបាន$1,000តើបងប្អូនត្រូវសង់ផ្ទះទំហំប្រមាណបន្ទប់ដើម្បីជួលឲ្យបាន$1,000ត្រឡប់មកវិញខ្ទង់ប្រមាណបាទរាប់$10,000ចឹងចំណូលអត់មានកើនទៀតណាបាទបើសិនជាបងប្អូនចង់កើនចំណូលបងប្អូនសង់ផ្ទះថែមបាទទិញដីថែមសង់អគារថែមបាទដើម្បីជួលបានលុយត្រឡប់មកវិញតែអាតូមីបងប្អូនអត់ចាំបាច់ត្រូវមានដើមទុនតម្កល់ឬក៏យកមកវិនិយោគច្រើនទេបាទអញ្ចឹងកន្លែងនេះគឺជាចំណុចមួយដែលយើងចំណេញបាទអញ្ចឹងកន្លែងនេះអាតូមីគឺជាការវិវត្តចុងក្រោយនៃផ្សារបងប្អូនធ្លាប់នៅខេត្តដឹងហើយណាផ្សារចាប់ផ្ដើមដំបូងផ្សារអីគេផ្សារអីផ្សារកមួនផ្សារតូចបាទផ្សារកមួនផ្សារយ៉ាងធំទៅគេវិវត្តយ៉ាងអាប់ដេតជាងហ្នឹងទៅទីផ្សារត្រីផ្សារដាវបាយផុកណាបាទមានឆាត់ណាដាក់កញ្ឆេងតាមផ្លូវហ្នឹងបាទឃើញទេតើដល់ពេលចុងក្រោយសួរថាមនុស្សចូលចិត្តចូលផ្សារអីគេជាងគេផ្សារទំនើបដូចជាផ្សារអីអ៊ីអនបាទផ្សារម៉ាក្រូផ្សារអីគេទៀតពីមុនសូយ៉ាឥឡូវសូយ៉ាអត់ស្រូវគេនាំនេះបុកទៅអ៊ីអនអស់ហើយតែចុងក្រោយផ្សារដែលលក់ដាច់ខ្លាំងជាងគេគឺផ្សារអីផ្សារអនឡាញទប់ផ្សារអនឡាញអត់ជាប់ទេបាទហេតុអីបានមនុស្សចាប់ដើមងាកទៅផ្សារអនឡាញវាជាទំនោរនៃពិភពលោកមិនមែនតែខ្មែរយើងទេបាទគ្រប់ប្រទេសគេទិញតាមអនឡាញទាំងអស់តាមអេបទាំងអស់បាទបងប្អូនគិតមើលបងប្អូនចង់ទិញឥឡូវដូចថាទិញម្ហូបបាទឥឡូវភាគច្រើននៅខ្មែរយើងគេប្រើអីគេ Grab Food បាទមានអីគេទៀត Food Panda ញ៉ាំ24បាទសួរថាបងប្អូនមានពេលក្នុងការទៅទិញម្ហូបទាំងអស់ហ្នឹងទេអ្នកនៅខេត្តអត់ទាន់ទេតែបើចាប់ដើមអ្នកនៅភ្នំពេញឥឡូវគឺអត់មានពេលវេលាធ្វើម្ហូបទេគេធ្វើការរលុយអញ្ចឹងចន្លោះនៃការតនេរបស់គេសឹងថាហូបបាយអត់ត្រង់មាត់ផងបាទអញ្ចឹងគេត្រូវការកំងម្ហូបយកមកញ៉ាំតោះនេះបងប្អូនអញ្ចឹងវិវត្តទៅអញ្ចឹងស្រុកគេក៏ដូចគ្នាអ្នកដែលធ្វើការអត់មានពេលធ្វើម្ហូបទេអត់មានពេលធ្វើម្ហូបមិនមែនអត់ចេះធ្វើម្ហូបទេគឺអត់ពេលធ្វើម្ហូបបាទគេយកពេលទៅធ្វើការយកកម្រៃមកវិញបាទអញ្ចឹងសុកចិត្តគេដកលុយមួយចំណែកទិញញ៉ាំស្រាប់វាលឿនបាទអញ្ចឹងគឺធ្វើឲ្យមនុស្សគឺត្រូវតែទិញម្ហូបទៅតាមអេបទាំងអស់បាទតាមអេបទាំងអស់ឡើងផ្សារក៏អញ្ចឹងដែរទិញអីវ៉ាន់ទិញគ្រឿងប្រើប្រាស់បរិក្ខារអីគឺទិញតាមអេបទាំងអស់គេដឹកមកដល់ផ្ទះយើងអត់មានពេលឡើងទៅផ្សារដូចមុនទេសៅរ៍អាទិត្យជួនកាលរហូតតែពេលនាំកូនដើរលេងអត់ឃើញផងមានពេលណាទៅឡើងផ្សារដល់ពេលរវល់មែនតើណារវល់មែនតើគឺរកពេលតែជួបជុំញ៉ាំបាយឲ្យត្រង់មាត់មួយគ្រួសារអត់មានពេលផងបាទមិនអញ្ចឹងបងប្អូនគឺរវល់ដើម្បីអីរវល់រលុយហ្នឹងឯងបាទអញ្ចឹងគឺធ្វើឲ្យអាផ្សារអនឡាញនេះវាកាន់តែពេញនិយមពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំមនុស្សចាប់ផ្ដើម download ប្រើប្រាស់ទូទៅទាំងអស់វាអត់ខុសពីករណីយើងប្រើ Facebook ទេ10ឆ្នាំមុនសូមតាអ្នកប្រើ Facebook តិចឬក៏ច្រើនអត់ច្រើនទេតែឥឡូវសូម្បីតែអ៊ំយាយម្នាក់ក៏មាន Facebook ដែរ Facebook គាត់ហៅ Facebook បាទទៅទិញទូរស័ព្ទឥឡូវអត់ប្រើ N7 ដូចមុនទេគាត់ទិញ Oppo ហើយគេ download Facebook ឲ្យហើយមកគឺវិវត្តទៅអញ្ចឹងអានេះគេហៅសម័យកាលបាទវាវិវត្តទៅអញ្ចឹងដូចគ្នាអញ្ចឹងយើងកំពុងតែវិវត្តមកចំកន្លែងត្រូវបាទន័យថាបើសិនជាយើងធ្វើអ្វីមួយនៅក្នុងសម័យកាលមួយដ៏ត្រឹមត្រូវបងប្អូនណាចង់មិនចង់ក៏លុយវារត់មករយើងដែរឧទាហរណ៍ឥឡូវបងប្អូនទៅលក់ CD ខ្ញុំឲ្យ$20,000បើកហាង CD លក់ប្រើដើមមកឲ្យខ្ញុំវិញមិនបានផងលក់ដាច់ទេ CD ឥឡូវពេលគេប្រើអត់
គេមិនប្រើបានតែវាហួសសម័យហើយគេលែងប្រើ CD ទៀតហើយចឹងបងប្អូនមានដើម$1,000,000ក៏ដោយទៅវិនិយោគ CD ហ្នឹងទៅដាក់អាលាយលើហ្នឹងបាទដាក់បើកលោមើលអាលាយលើហ្នឹងបាទអញ្ចឹងបើសិនជាយើងធ្វើរឿងដែលត្រឹមត្រូវចង់មិនចង់គេគង់តែ100ហ្នឹងបាទត្រូវតែ100ហ្នឹងដោយការខ្ញុំចាប់ដើមដំបូង2014ហ្នឹងចុះឈ្មោះតែម្នាក់ឯងចុះឈ្មោះម្នាក់ឯងដល់ពេលចុងក្រោយមកឥឡូវ5ឆ្នាំ10ឆ្នាំក្រោយរាប់ម៉ឺននាក់ហេតុអីបើសិនជាអាហ្នឹងមិនល្អមនុស្សមិនមកទេត្រូវទេបងប្អូនបាទអាហ្នឹងគឺជារបស់មួយដែលគេចាំបាច់ប្រើប្រាស់បាទសូម្បីតែបច្ចេកវិទ្យាឡានក៏ដោយឥឡូវឡានវិវត្តមកអីគេហី AI ទាំងអស់បាទអគ្គិសនីមកអស់ហើយសួរថាជំនាន់មុនមានអគ្គិសនីទេអត់ចាក់តាសាំងហ្នឹងប្រើលេខដៃឥឡូវគេវិវត្តមកអូតូអស់ពីអូតូមកអីគេសឹងតែអាអូតូពីរលត់ទៀតបើកខ្លួនឯងបាទអញ្ចឹងវិវត្តបច្ចេកវិទ្យាអញ្ចឹងឥឡូវនេះគឺយើងមកក្នុងចំនួនមួយចំនួនអីគេ AI បាទហើយនៅក្នុងយុគនេះគេហៅថាយុគអីយុគ9បាទយុគ9គឺជាយុគដែលផ្ដោតទៅលើបច្ចេកវិទ្យា AI ចុះបើសិនជាយើងរកស៊ីធ្វើចំនួនបដាក់ទុននៅក្នុងបរិបទត្រូវបែបហ្នឹងមកចំក្រុមហ៊ុន Atomy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាតើយើងធ្វើត្រូវឬក៏យើងធ្វើខុសត្រូវបងប្អូនមកត្រូវប្លង់ហ្មងបាទអញ្ចឹងសូមតែដៃជួយខ្លួនដៃមួយតែកាលណាយើងមកចំកន្លែងបងប្អូនអត់សូវហត់ប្រហែលនេះអត់ហត់ចាប់លុយបាទតែបើសិនជាយើងលក់អ្វីមួយដែលវាហួសសម័យបងប្អូនប្រងជំនាញលក់មិនអីក៏លក់មិនដាច់ដែរឥឡូវដូចខ្ញុំនិយាយខាងដើមលក់ CD ឥឡូវឧទាហរណ៍ជួលអ្នកកំពូលលក់មួយឲ្យទៅលក់ CD ឲ្យដាច់ជំនាន់នេះលក់មិនដាច់ទេបាទប្រម៉ូទលក់ CD បើលក់ដាច់ហើយសួរថាទិញ CD យកមកធ្វើអីគេឥឡូវនេះទិញយកមកធ្វើអីមែនទេបងប្អូនវាអត់ត្រូវការតែរបស់ដែលចាំបាច់ឧទាហរណ៍ថាឥឡូវមាសបងប្អូនត្រូវការមាសទេវាឡើងថ្លៃអាហ្នឹងអ្នកណាក៏ចង់បានមាសដែរបាទអាណាសម័យណាដល់សម័យណាក៏ត្រូវការមាសដែរបងប្អូនរាល់ថ្ងៃនេះសម័យនេះត្រូវការញ៉ាំហ៎សម័យណាក៏ត្រូវការញ៉ាំចូលពោះដែរអាតូមីមានអីគេកាហ្វេមានមីមានរបស់ញ៉ាំជាច្រើនញ៉ាំថ្ងៃហ្នឹងស្អែកឃ្លានញ៉ាំថ្ងៃហ្នឹងមិនដល់ស្អែកឃ្លានទេញ៉ាំថ្ងៃហ្នឹងមកសន្ទុះទៀតឃ្លានមកទៀតបាទឃើញទេញ៉ាំថ្ងៃហ្នឹងមកសន្ទុះឃ្លានទិញទៀតបន្ទុចូលទៀតបាទនេះអញ្ចឹងអានេះកាឡាលុយលើគោកមែនទេបងប្អូនបាទសំខាន់ចេះចាប់ឱកាសឲ្យលឿនមួយទៀតបើសិនជាផលិតផលដែលចាំបាច់ប្រើប្រាស់ហើយតែបើសិនជាតម្លៃវាថ្លៃហួសហេតុពេកសួរថាមានមនុស្សទិញទេក៏អត់ដែរតែផលិតផល Atomy ទាំងគុណភាពទាំងតម្លៃគឺទទួលយកបានបាទអ្នកមានក៏អាចទិញបានអ្នកមធ្យមក៏អាចទិញបានអ្នកក្រមមធ្យមក៏អាចពិចារណាបានមែនទេបងប្អូនបាទអញ្ចឹងកន្លែងនេះ Atomy មានបច្ចេកវិទ្យាឲ្យបូករួមជាមួយនឹងប្រព័ន្ធ pay លុយបែបលក្ខណៈ passive income បានន័យថាដូចសរណោះគាត់និយាយអញ្ចឹង honeymoon ក៏ធ្លាក់លុយគេមានអាប្រព័ន្ធហ្នឹងគេចងប្រព័ន្ធហ្នឹងអញ្ចឹងបានថាបន្ទុកពេលដែលគ្រប់ចំនួនអូតូម៉ាទិកគឺបាញ់លុយចូលកង់តែម្ដងបាទអញ្ចឹងយើងហត់តែដំបូងក្នុងការកសាងឯងសាងក្រុម build team សាងអតិថិជនប្រើប្រាស់បាទអញ្ចឹងបើសិនជាបងប្អូនចង់បានចំណូលអកម្មចំណូល passive income នៅថ្ងៃអនាគតបងប្អូនត្រូវចាប់ផ្ដើមសន្សំអ្នកប្រើប្រាស់សន្សំអតិថិជនពីថ្ងៃនេះសន្សំតាមរយៈអីការចោះឈ្មោះឲ្យសមាជិកដៃគូរបស់យើងពេលដែលទិញប្រើប្រាស់យើងចោះឈ្មោះឲ្យគាត់គឺយើងកំពុងតែសន្សំក្រុមរបស់យើងបាទចុះបើក្រុមរបស់យើងថ្ងៃក្រោយទៅចាប់ដើមឡើងពី5នាក់10នាក់20នាក់100នាក់1000នាក់10000នាក់ឃើញទេដំបូងពេលដៃគូរបស់យើងក្រុមរបស់យើងអ្នកប្រើប្រាស់របស់យើងនៅតិចសួរថាយើងមានលុយកាត់ច្រើនទេអត់ច្រើនទេព្រោះវានៅក្នុងចំនួនមួយតិចបានការលក់ចេញហ្នឹងវាតិចតែបើសិនជាក្រុមយើងកាន់តែរីកធំទៅតម្រូវការវាកាន់តែល្បីទៅព្រោះមនុស្សគឺត្រូវការរកអារបស់ហ្នឹងឯងចង់មិនចង់ថ្ងៃក្រោយក៏គេមករកដែរព្រោះមានចំនួនមាន platform ស្តៀងយើងច្រើនណាគេកំពុងតែប្រើប្រាស់ឃើញទេ
ដូច Grab ដូចអីចឹងបងប្អូនស្គាល់ Grab ទេបាទបងប្អូនអាចហៅតាក់ស៊ីហៅតុកជិះចុះមិនហៅតាមផ្លូវដូចលើមុនមិនបានចាំបាច់ហៅតាម app ទៅអីឃើញទេដោយសារការហៅតាម app វាស្រួលជាងបាទមានសុវត្ថិភាពជាងគេអត់កោតម្លៃគេដាក់ set នៅក្នុងនឹងស្រាប់តែបើបងប្អូនដូចជំនាន់មុនហៅតុកបងប្អូនត្រូវឡើងទៅដល់លើផ្លូវបងប្អូនផ្ទះនៅក្នុងណាមិនអាចគេមករកបងប្អូនដល់ក្នុងទេបងប្អូនត្រូវរត់ទៅដល់នោះកែងផ្លូវបានរកម៉ូតូរកអីជិះបានហើយបញ្ហាមួយទៀតគឺអីគេសុវត្ថិភាពបងប្អូនមើលអត់ដឹងទេជួនកាលគេអាចមានអីគេចាប់ក្មេងៗនេះអីចឹងទៅមនុស្សស្រីអីគេអាចចឹងទៅប៉ុន្តែបើសិនជាយើងជិះនៅក្នុងបោះក្រុមហ៊ុនគេមានលេខកូដលេខ ID របស់អ្នករត់នឹងទាំងអស់អញ្ចឹងវាសុវត្ថិភាពមានបញ្ហាក្រុមហ៊ុនគេទទួលខុសត្រូវបាទឃើញទេអញ្ចឹងទាំងសុវត្ថិភាពអីមានមកកំ pl ដូចគ្នាអាតូមីដូចគ្នាចុះហេតុអីបានយើងត្រូវទិញអីវ៉ាន់តាម app អាតូមីទី1ការដឹកជញ្ជូនលឿនបើសិនបងប្អូនទិញអីវ៉ាន់នៅថៅប៉ាវបងប្អូនត្រូវចាំរយៈពេលប៉ុន្មានស្អីណាក៏2ទៅមួយខែដែរមកបានអីវ៉ាន់តែអាតូមីដឹកលឿន2ថ្ងៃ3ថ្ងៃបងប្អូនបានអីវ៉ាន់ប្រើប្រាស់បើសិនជាបងប្អូនគេដឹកបាត់អីវ៉ាន់អ្នកណាអ្នកទទួលខុសត្រូវក្រុមហ៊ុនអ្នកសងអីវ៉ាន់បាទអញ្ចឹងយើងជាអ្នកធ្វើចំនួនរួចខ្លួនត្រូវទេបងប្អូនបាទជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនហើយមួយទៀតយើងត្រូវការគេហៅថាវិធីសាស្ត្រក្នុងការធ្វើដែរបើសិនជាយើងមាន platform មានទម្រង់អាជីវកម្មល្អហើយយើងត្រូវមានការរូបមន្តក្នុងការធ្វើអញ្ចឹងនេះគឺជាចំណុចដែលយើងត្រូវធ្វើបាទទី1អក្សរ D នេះគេហៅថា duplication ការថតចម្លងអញ្ចឹងការធ្វើចំនួនអាតូមីគឺជាការថតចម្លងឲ្យមានអ្នកសកម្មអ្នកខ្លាំងនៅក្នុងខ្សែឲ្យដូចយើងឲ្យច្រើនបាទចុះបើសិនជាយើងម្នាក់ឯងអាចណែនាំគេបាន1000នាក់ចុះបដៃគូយើង10នាក់ណែនាំបាន1000នាក់ដូចគ្នាអាហ្នឹងគេហៅថាការថតចម្លងបាទអញ្ចឹងយើងត្រូវថតចម្លងទៅលើអីទី1ថតចម្លងនៃការប្រើយុទ្ធសាស្ត្រតម្លាក់ខ្សែបានន័យថាការចោះឈ្មោះយើងត្រូវចោះឲ្យត្រង់មួយខ្សែងាយស្រួលក្នុងការជួយគ្នាជួយយ៉ាងម៉េចព្រោះយើងដឹងថា system យើងពេលតម្លាក់បន្ទុកចុះទៅក្រោមបន្ទុកហ្នឹងវាត្រូវអូតូម៉ាទិករត់ឡើងមកលើវិញអញ្ចឹងអ្នកដែលចោះឈ្មោះបន្តបន្ទាប់ឧទាហរណ៍ថាខ្ញុំចោះឈ្មោះខ្ញុំមានថ្នាក់ដឹកនាំនៅលើឧទាហរណ៍យើងមាន3នាក់ជា leader 3នាក់ប៉ុន្តែគាត់ចោះឈ្មោះគាត់អត់ធ្វើទេអញ្ចឹងខ្ញុំព្យាយាមរកមនុស្សដាក់តមកទៀតបាទអញ្ចឹងអ្នកដែលខ្ញុំណែនាំដាក់តពេលដែលគេទិញបន្ទុកហ្នឹងវាឡើងមក PV ហ្នឹងវារត់ឡើងមកអញ្ចឹងវារត់ឡើងទៅដល់អ្នកដែល3នាក់នេះព្រោះគាត់នៅក្នុងជួរខាងលើបាទអញ្ចឹង system ហ្នឹងវារត់ឡើងពីក្រោមឡើងមកលើអញ្ចឹងពេលដែលខ្ញុំដាក់បន្ទុកចុះមកកតុយខ្សែខាងក្រោមបន្ទុកហ្នឹងវារត់ឡើងមកលើវិញបាទអញ្ចឹងវាឆ្លងកាត់អ្នកទាំងអស់ហ្នឹងទាំងអស់បាទចុះបើសិនជាកតុយខ្សែមាន300000ស្មើមួយជួរហ្នឹងគឺគាត់មាន300000មួយចំហៀងស្រាប់អូតូម៉ាទិកបើសិនជាគាត់ធ្វើតែមួយចំហៀងបែបនេះគឺគាត់កាត់លុយបាត់ហើយគឺងាយស្រួលនេះគឺជាយុទ្ធសាស្ត្រមួយងាយស្រួលជួយគ្នាម្នាក់មួយចំហៀងបាទតោះនេះបងប្អូនជាទូទៅការធ្វើ network មិនមែនមកធ្វើមួយចំហៀងទេក្រុមហ៊ុនដែលខ្ញុំធ្លាប់ឆ្លងកាត់ខ្លះខ្ញុំធ្វើ5ខ្សែខ្ញុំធ្វើ10ខ្សែ5-10ខ្សែតឹងមែនតែនហ្មងបាទតឹងទាំងធ្វើច្រើនខ្សែតឹងទាំងការ maintenance បាទទិញកញ្ចប់អញ្ចឹងបើមុំធ្វើអត់ទៅទេអញ្ចឹងកន្លែងនេះបានន័យថាក្រុមហ៊ុនអាតូមីគេបន្ធូរបន្ថយលក្ខខណ្ឌច្រើនណាស់បាទសម្រាប់ឲ្យបងប្អូនងាយស្រួលក្នុងការធ្វើងាយស្រួលក្នុងការជោគជ័យបាទសុំ slide តិចមកបាទអញ្ចឹងថតចម្លងមួយទៀតគឺការចូលប្រព័ន្ធកន្លែងនេះណាចូលប្រព័ន្ធដែលយើងចូលថ្ងៃនេះអញ្ចឹងដើម្បីឲ្យដៃគូរបស់យើងគាត់មានចំណេះដឹងគឺយើងត្រូវ
នាំពួកគាត់ចូលប្រព័ន្ធហេតុអីបានយើងត្រូវតែឲ្យពួកគាត់ចូលប្រព័ន្ធយើងចង់បានអីគេក៏បំណងយើងចង់បានអីចង់បាន leader ខ្លាំងសូតែបើសិនជា leader ខ្លាំងហ្នឹងគាត់សុកមកខ្លាំងមែនគាត់ខ្លាំងទេអញ្ចឹងគឺត្រូវនាំគាត់មកដុសខាត់ត្បូងបើសិនជាមិនឆ្នៃសូថាមានតម្លៃទេអត់ទេដូចខ្ញុំចូលអាតូមីត្បូងអញ្ចឹងសូថាខ្ញុំខ្លាំងទេខ្ញុំអត់ខ្លាំងទេបើខ្ញុំខ្លាំងខ្ញុំជោគជ័យណាប្រហែលក្រុមហ៊ុនមុនបាត់ហើយមិនមែនម៉ូទ័រដល់អាតូមីទេតែខ្ញុំព្យាយាមក្នុងការអីចូលមករៀនអាតូមីចូលរៀនហ្មងបាទការងារនេះបើសិនជាយើងធ្វើជាមនុស្សទឹកពេញកែវធ្វើអត់ជោគជ័យទេបាទធ្វើអត់ជោគជ័យដាក់ខ្លួនរៀនព្រោះអាតូមីម្ដងថ្ងៃនេះនៅមានអាក្លុកក្លាក់ច្រើនណាស់ដែលយើងមិនទាន់ដឹងអស់អាចកំបាំងវានៅមានទៀតបាទម្ដងថ្ងៃនេះខ្ញុំអត់ទាន់ទទួលស្គាល់ថាខ្លួនឯងចេះពីអាតូមីអស់ផងនៅតែស្ដាប់គេនៅឡើយទេបាទ sponsor ដែលមកធំនៅអង្គុយស្ដាប់នៅឡើយហ្នឹងចុះតម្រាំយើងទៅចូលទៀតគិតថាចេះអស់មែនយល់អស់មែនបើយល់អស់លើកអាលុយ1លានហ្នឹងយកទៅមែនទេបងប្អូនអញ្ចឹងយើងត្រូវតែសិក្សាស្វែងយល់បន្តទៀតវានៅមានកលុកកលាក់ច្រើនណាស់អាតូមីបាទអញ្ចឹងមួយទៀតយើងត្រូវធ្វើចំណុច3បាទអានេះគេហៅ3បណាបទី1ប្រើបទី2ប្រាប់បទី3អាចចូលប្រព័ន្ធមិញហ្នឹងហើយប្រព័ន្ធបាទចូលប្រព័ន្ធមិញអញ្ចឹងប្រើហេតុអីបើយើងត្រូវប្រើបើសិនជាយើងចង់យល់ច្បាស់អំពីផលិតផលមួយណាយើងត្រូវតែប្រើផលិតផលមួយហ្នឹងបើយើងអត់ប្រើទេគឺយើងអត់យល់ច្បាស់ពីវាទេបាទយើងគ្រាន់តែអានការណែនាំអានពីអត្ថប្រយោជន៍យើងគិតថាយើងច្បាស់ពីផលិតផលហ្នឹងមែនអត់ខ្លាំងអីជាងយើងប្រើផ្ទាល់ទេពេលដែលយើងប្រើផ្ទាល់គឺយើងច្បាស់បានហើយយើងយល់ច្បាស់ពីអាផលិតផលហ្នឹងមែនតែនហ្មងណាបាទទាំងក្លិនទាំងអីគឺយើងសឹងថាច្បាស់ចាស់ដូចថ្ងៃអញ្ចឹងបាទតោះនេះបងប្អូនអញ្ចឹងគេសួរអីគឺមានទំនុកចិត្តក្នុងការឆ្លើយត្រឡប់ទៅវិញបាទហើយមួយទៀតគឺយើងដឹងសខ្មៅតែកាលណាយើងប្រើអាណាត្រូវអាណាមិនត្រូវគឺដឹងហើយអញ្ចឹងមិនមែនចេះតែនិយាយតែមាត់អូនេះល្អអានេះល្អនិយាយពីខ្នាញ់ខ្ញុំខ្នាញ់អាអ្នកលក់ណាថាល្អគ្រប់មុខហើយអ្នកមកពី network ណែនាំខ្ញុំមកអូក្រុមនេះល្អខ្ញុំមកឲ្យទៅជួបបើល្អធ្វើទៅបាទគិតតែពីល្អរហូតម្នាក់នឹងដដែលមកណែនាំមិនបានមួយខែផង3ក្រុមហ៊ុនមកទៀតហ្នឹងក្រុមហ៊ុននេះល្អផលិតផលអូល្អលេខ1ទៀតដែរបាទអញ្ចឹងសុទ្ធតែអត់ដែលប្រើទេអ្នកនោះអត់ដែលប្រើទេដូរក្រុមហ៊ុនដូចដូរកៅអៅបាទដែលលឺឯងបងប្អូនមួយឆ្នាំដូរចង់10 20ក្រុមហ៊ុនហើយរកជោគជ័យទៅកន្លែងណាកើតបាទហើយការធ្វើចំនួនមួយសួរថាមួយឆ្នាំដូរមួយចំនួនមែនរកស៊ីមួយឆ្នាំដូរមួយមុខរបរមែនបងប្អូនមិនងាយណាធ្វើមុខរបរមួយឲ្យឈរជើងឲ្យដើរឲ្យជោគជ័យណារាប់ឆ្នាំណាបាទមិនមែនស្រួលទេអញ្ចឹងយើងត្រូវប្រើផលិតផលអញ្ចឹងអ្វីដែលខ្ញុំប្រើដើម្បីចង់ដឹងថាខ្ញុំប្រើត្រូវអីខ្លះខ្ញុំប្រើមិនត្រូវអីខ្លះអាណាត្រូវខ្ញុំណែនាំម្ដងអញ្ចឹងផលិតផលដែលខ្ញុំចាប់ផ្ដើមប្រើពីជំនាន់មុនគឺខ្ញុំប្រើទៅខ្ញុំត្រូវអីគេទី1ខ្ញុំត្រូវហេមខ្ញុំប្រើត្រូវទី2ខ្ញុំប្រើត្រូវថ្នាំដុសធ្មេញទី3ខ្ញុំប្រើអាឈុតម៉ាស្សាត្រូវអញ្ចឹងខ្ញុំចាប់ផ្ដើមចេញដេប៉ាណែនាំដំបូងគឺខ្ញុំណែនាំតែប្រមាណមុខហ្នឹងទេចេញធ្វើទីផ្សារហ្មងថ្នាំដុសធ្មេញជ្រែកដុសធ្មេញឈុតម៉ាស្សាដើមម៉ាស្សាឲ្យគេបាទដើមម៉ាស្សាឲ្យគេដើមម៉ាស្សា free បាទតោះនេះបងប្អូនអញ្ចឹងអាហ្នឹងវាចេញពីអីចេញពីយើងប្រើត្រូវគឺយើងនិយាយចេញមកវាលះល្អហ្មងបាទសួរថាបើយើងអត់ប្រើអត់ត្រូវហើយយើងតែអួតថាហ្នឹងល្អយើងមានអារម្មណ៍មិនខ្មាស់មកខ្លួនឯងបាទព្រោះខ្ញុំអត់ចេះទេអានិយាយផគេអត់ចេះបដ ாய் បាទគេឆាប់មើលទឹកមុខយើងដឹងណាបាទមើលដឹងបាទអញ្ចឹងគឺលើកទឹកចិត្តបងប្អូនមុននឹងចាប់ផ្ដើមធ្វើចំនួនប្រើឲ្យដឹងកុំចេះតែល្អបាទហើយមួយទៀតការធ្វើ8ជំហានកន្លែងនេះសំខាន់ព្រោះនេះវាជាជំនាញក្នុងការធ្វើអាជីវកម្មយើងហើយទី1ការកំណត់គោលដៅបាទព្រោះមនុស្សយើងសួរថាគោលដៅណាក៏ចង់បានគេថាក្តីសុបិនណាក៏ចង់បាន
ច្រើនចង់បានធំចង់បាននេះចង់បាននោះអ្នកណាក៏ចង់បានដែរឥឡូវខ្ញុំសួរបងប្អូនទាំងគ្នាចង់ជោគជ័យអត់ណ៎ចង់ទៀតបាទចង់ទៀតហើយជោគជ័យមួយអ្នកក៏ចង់ដែរបាទតើយើងពិតជាអាចជោគជ័យបានមែនអត់វាចេញពីការកំណត់គោលដៅហើយនឹងផែនការរបស់យើងធ្វើអញ្ចឹងឧទាហរណ៍បើយើងចង់ជោគជ័យនៅក្នុងការងារហ្នឹងចាប់ផ្ដើមដំបូងយើងត្រូវដាក់ចិត្តតាំងចិត្តខ្លួនឯងត្រូវធ្វើអីគេមុនគេធ្វើអា3ជំហានមិញអា3បនេះប្រាប់ប្រព័ន្ធហ្នឹងគឺឲ្យបានថាកាន់អា3ហ្នឹងឲ្យជាប់សិនបាទមិនទាន់គិតអីផ្សេងទេធ្វើបានជាប់លាប់នៅជួនកាលអ្នកខ្លះធ្វើបានតែប្រមាណហ្នឹងឈប់បាត់ហើយបាទប្រើបានប្រមាណហ្នឹងត្រូវរៀងឡើងរោបន្តិចឈប់បាត់បាទប្រើនេះបន្តិចទៅកើតទេឃើញផលិតផលណាផ្សេងគេផ្សាយពាណិជ្ជកម្មល្បីដូរទៅប្រើនោះវិញបាត់ចិត្តយើងគឺវាអញ្ចេះបាទវាអត់នឹងវាអញ្ចេះរហូតបាទអញ្ចឹងគឺយើងត្រូវតែតាំងចិត្តក្នុងការធ្វើ3ចំណុចនេះឲ្យបានបាទពេលដែលយើងប្រើត្រូវប្រើល្អមាត់យើងវាអូតូម៉ាទិកគឺនិយាយបណ្ដោយបាទសឹងតែពេលខ្លះអត់ដឹងខ្លួននិយាយប្រាប់គេបាត់ហើយបាទឃើញមនុស្សនិយាយបាត់ឃើញមនុស្សនិយាយហ្មងឃើញមនុស្សហេបណ្ដោយបាទឃើញនិយាយបណ្ដោយគឺយើងហ៊ានហ្មងហ៊ានទៅហ្មងបាទតោះនេះបងប្អូនវាលះចេញមកពីខ្លួនមកបាទតែប៉ិតខ្ញុំក៏ដូចគ្នាដែរដូចគាត់ព្រោះអ្នករៀនសូត្រភាគច្រើនអៀនខ្ញុំរៀនដែរខ្ញុំចប់សញ្ញាបត្រមកពីក្រៅប្រទេសដែរដល់ពេលចុងក្រោយមកដើរម៉ាស្សាឲ្យគេបងប្អូនគិតមើលបាទបើដើរម៉ាស្សាឲ្យគេលក់ថ្នាំដុសធ្មេញលក់ច្រាដុសធ្មេញណាបើសិនជាយើងមិនជំនះអាទាំងអស់ហ្នឹងសួរថាយើងអាចធ្វើកើតទេអត់កើតខ្មាស់គេដែរតាហើយតែនិយាយមួយស្រីទៀតតែម៉ាស្សាលុញថ្ពាល់គេទៀតណែឃើញទេបាទហើយភាគច្រើនដៃគូខ្ញុំគាត់ថាខ្ញុំរហូតទុកប្រពន្ធខ្លួនឯងនៅផ្ទះតែដើរដឹកប្រពន្ធគេពេលខ្ញុំដឹកប្រពន្ធគេមែនតាដៃគូខ្ញុំភាគច្រើនស្រីបាទដឹកទៅហើយទៅម៉ាស្សាមុខទៅអីបាទអញ្ចឹងចាប់ផ្ដើមដំបូងគឺយើងត្រូវតែកាត់បន្ថយអាភាពខ្មាស់អៀនបាទតាំងចិត្តថាយើងត្រូវតែធ្វើឲ្យបានដើម្បីអីដើម្បីសម្រេចគោលដៅរបស់យើងបាទដើម្បីសម្រេចគោលដៅយើងត្រូវតាំងចិត្តធ្វើគេធ្វើបានយើងក៏ត្រូវធ្វើបានដែរព្រោះអីធ្វើមិនបានហ្នឹងឯងមែនទេបងប្អូនអញ្ចឹងគឺយើងលះបង់មែនតើណាបងប្អូនណាមើលកាលឆ្នាំ2014ខ្ទង់20ជាងទេតែខ្ញុំលះបង់ពេលវេលាបានណាវិនិយោគពេលវេលាផ្ទាល់ខ្លួនណាវ័យហ្នឹងគឺវ័យពេញសប្បាយហ្នឹងមែនទេលីដឺបាទវ័យពេញសប្បាយហើយលះបង់វិនិយោគពេលវេលាអ្នកខ្លះវ័យប៉ុណ្ណឹងឥឡូវមិនបាច់ទេយើងនិយាយថាជំនាន់ឥឡូវចុះសៅរ៍អាទិត្យចាក់ធុងបាសផឹកស៊ីបាត់ហើយមែនទេបាទទីតាហៅមកសិក្ខាសាលាគេមកអត់ទេសៅរ៍អាទិត្យមិនទាន់ចាក់ធុងបាសផឹកស៊ីអានេះគឺជាពេលវេលាដែលសប្បាយរបស់យុវវ័យតែខ្ញុំលះបង់អស់ហើយបាទលែងស្គាល់ជាតិក្លឹបលែងស្គាល់ជាតិអីគេហើយដល់ពេលខ្ញុំតាមពិតគិតខុសតាខ្ញុំគិតថាធ្វើឲ្យហើយទៅចាំពេលយើងមានលុយចាំយើងទៅចូលក្លឹបចូលអីវិញដល់ពេលមកដល់វ័យនេះលែងចង់បណ្ដោយអញ្ចឹងលែងចង់វិញលែងអត់មានអារម្មណ៍សោះបាទអញ្ចឹងបានថាវាម្លងអាទាំងអស់ហ្នឹងអស់ណាអាការ៉ាអូខេអីលែងបានចូលបណ្ដោយដល់ពេលមានប្រពន្ធទៀតគឺការ៉ាអូខេគឺលែងបានចូលបណ្ដោយមែនទេបាទប្រយ័ត្នគិតខុសអ្នកក្រោយអញ្ចឹងតទៅទៀតបាទចុងក្រោយអកប្បកិរិយាបាទហើយយើងអង់គ្លេសគេនិយាយថា attitude is everything ពាក់ព័ន្ធនឹងការដាក់ខ្លួនបើសិនជាយើងអត់ដាក់ខ្លួនក៏ពិបាកធ្វើដែរការងារនេះព្រោះការងារនេះវាបន្លំភ្នែកមនុស្សដំបូងបើសិនជាអ្នកមិនយល់ការងារអាតូមីគិតថាការងារនេះលក្ខណៈដូចតូចមែនទែនការងារតូចដើរលក់ថ្នាំថ្មីដើរលក់អីអញ្ចឹងវាធ្វើឲ្យយើងដំបូងយើងរៀងមានដែរហេតុអីបើធ្វើការងារអញ្ចឹងវាខ្មាស់គេអញ្ចឹងតើយើងដាក់ខ្លួន
តោះតែយើងដាក់ខ្លួនបើយើងអត់ដាក់ខ្លួនទេអាកាច់ក្បាលដំបងហ្នឹងយើងយ៉ាប់ធ្វើអត់កើតបាទតោះនេះបងប្អូនបាទទៅយូរឲ្យវ៉ាន់ទៅនិយាយរកគេមុនអ្នកខ្លះរឹកអត់និយាយមួយគេមុនទេតើគេមកនិយាយមួយយើងហើយសួរថាបើយើងចាំតែគេមកនិយាយមួយយើងមានដៃគូដែរមានទេអត់មានទេអញ្ចឹងយើងត្រូវតែចាប់ផ្ដើមទៅនិយាយរកគេមុនបាទសួរថាដំបងខ្ញុំជាមនុស្សដែលនិយាយរកគេមុនទេអត់ទេកម្រណាស់ប៉ុន្តែយើងតាំងចិត្តថាត្រូវតែធ្វើការងារហ្នឹងឲ្យបានកាត់គេកាត់ខ្មាស់ចេញនិយាយរកគេមុនបាទយល់អារម្មណ៍ហ្នឹងឯងបងប្អូននិយាយរកគេមុនឃើញមនុស្សទៅស្វាគមន៍ធ្វើស្គាល់គេបាទមកខ្ញុំនៅចាំចូលកាលហ្នឹងខ្ញុំចូលទៅក្នុងផ្សារទំនើបចូលទៅឈឺនោមនៅក្នុងបន្ទប់ទឹកបាទនោមនៅក្នុងបន្ទប់ទឹកតំណងយើងហត់អែមកាតផ្លឹបបាទណែនាំគេមួយវឹបតោះនេះបងប្អូនបានន័យថាកាលនោះបានស្អីក៏ធ្វើចេញដែរបាទស្អីក៏ធ្វើចេញដែរអញ្ចឹងដើម្បីយើងអាចសម្រេចគោលដៅរបស់យើងបាននៅក្នុងការងារនេះចុះពេលដែលយើងធ្វើបានចុងក្រោយសមិទ្ធផលយើងធ្វើនឹងដើម្បីអីមិនមែនធ្វើដើម្បីនៅក្នុងឆ្នាំនោះទេគឺយើងធ្វើនៅក្នុងឆ្នាំនោះដើម្បីនៅប្រមូលផលនៅ5ឆ្នាំ10ឆ្នាំក្រោយបងប្អូនធ្វើបើសិនជាខ្ញុំនឹងធ្វើការឲ្យគេក៏អត់អាចមកឡើងចូលរាប់ពាន់ដុល្លារបានដែរអត់អាចឡើងបានទេអស់លើកឲ្យ1500អីហ្នឹងដូចគាត់និយាយចឹងប្រឹងអស់ក្បាច់ឯងបាទ1500ហើយ1500ថ្ងៃណាមួយពេលដែលក្រុមហ៊ុនដួលបើមិនក្រុមហ៊ុនដួលក៏គេដេញយើងដែរបើយើងធ្វើការឯកជនណាបាទក៏គេដេញយើងដែរទីមួយបើមិនគេដេញយើងក៏ក្រុមហ៊ុនហ្នឹងវាដួលខ្លួនវាដែរអញ្ចឹងយើងត្រូវដូរទៅទៀតហើយដូរបានន័យថាសួរថាដូរទៅស្មានតែការងារហ្នឹងវាឲ្យលឹះហ្នឹងហ៎អត់ទេយើងនៅតែធ្វើការអញ្ចឹងរហូតដល់60ឆ្នាំចប់បណ្ដោយបាទអស់ហូតតលេបាទ60ឆ្នាំហូតតលេបាត់ហើយបើងាកនឹកឃើញតែចង់មករកស៊ីធ្វើក្រោយគេបាត់ហើយហ្នឹងបងប្អូនធ្វើក្រោយគេបាទអញ្ចឹងគឺយើងចាប់ផ្ដើមឲ្យលឿនយើងនឹងទទួលបានសមិទ្ធផលមួយនៅថ្ងៃក្រោយដែលជាចំណូលអកម្មបាទអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះបាទសូមអរគុណចា